កាលទីថ្ងៃទី28ខែកញ្ញាឆ្នាំ2025ភាពតានតឹងនៅព្រំដែនខេត្តបន្ទាយមានជ័យភូមិជោគជ័យព្រៃច័ន្ទបានកើនឡើងក្រោយពេលដែលបាតុករថៃរាប់រយនាក់បានប៉ុនប៉ងចូលដល់ទង់ជាតិនៅតំបន់ជំលក់ប៉ុន្តែត្រូវបានកងទ័ពថៃឃាត់ឃាំងដែលធ្វើឲ្យប្រជាជនថៃមានការខឹងទៅហ៊ានខ្លួនឯងយីខ្លាំងអាជ្ញាធរថៃបានលើកបដាគម្រាមទាមទារឲ្យពលរដ្ឋកម្ពុជារួមនៅតំបន់នោះរើចេញក្នុងរយៈពេល15ថ្ងៃមុនថ្ងៃទី$10បើពុំនោះទេនឹងត្រូវអនុវត្តច្បាប់ថៃដោយមានការចាប់ខ្លួនរដ្ឋបាលខេត្តបន្ទាយមានជ័យបានចេញលិខិតតវ៉ាដាច់អហង្ការដោយចាត់ទុកសកម្មភាពនេះជាការគំរាមកំហែងធ្ងន់ធ្ងរនិងរំលោភលើកិច្ចព្រមព្រៀងរក្សាស្ថានភាពដើមនិងបញ្ឈប់ការបង្កភាពតានតឹងរហូតដល់គណៈកម្មាធិការព្រំដែនជម្រក JBC ដោះស្រាយរួចកម្ពុជាស្នើឲ្យភាគីថៃបញ្ឈប់សកម្មភាពឯកតាភាគីនេះជាបន្ទាន់សកម្មភាពរបស់ថៃទាំងនេះមិនមែនជាដំណោះស្រាយទេតែជាការបង្កហេតុនិងពង្រីកជម្លោះដែលបង្ហាញពីការមិនគោរពយន្តការទ្វេភាគីដែលបានព្រមព្រៀងការទាមទារឲ្យពលរដ្ឋកម្ពុជាឬចិនគឺជាទង្វើដែលមិនអាចទទួលយកបានទេព្រោះវាប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជនយើងកម្ពុជាចាំបាច់ត្រូវបន្តប្រើប្រាស់កិច្ចការទូតនិងយន្តការ JBC ឲ្យបានឆាប់បំផុតដើម្បីសម្រេចការបោះបង្គោលព្រំដែនឲ្យបានច្បាស់លាស់និងបញ្ចប់ភាពមិនប្រក្រតីនេះ